តោះមកបន្តសកម្មភាពធ្វើការរបស់យើងបន្តទៀតវីដេអូនេះគឺតពីវីដេអូមុនបន្ទាប់ពីយើងដាំដំណាំហូបផ្លែរួចរាល់យើងបន្តមកក្រាស្មៅម្ដងតែដោយបញ្ជាក់នៅវីដេអូមុនអញ្ចឹងដោយសារតែយើងអត់បានសម្រាកទេអញ្ចឹងបន្ទាប់ពីយើងដាំដំណាំហូបផ្លែរួចរាល់យើងបន្តជោគស្មៅចាស់ចេញដើម្បីធ្វើការក្រាស្មៅថ្មីក្នុងថ្ងៃតែមួយតែម្ដងដោយអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងដោយសារតែប្រភេទស្មៅចាស់ជាប្រភេទស្មៅម៉ាឡេដែលវាអត់ស្អាតអញ្ចឹងខាងអតិថិជនគាត់ឲ្យយើងជោគចោលដើម្បីក្រាស្មៅជប៉ុនសាជាថ្មីនេះគឺជាសកម្មភាពក្រាស្មៅជប៉ុនបន្ទាប់ពីយើងធ្វើដីរួចរាល់ណាសម្រាប់ការងារក្រាស្មៅរបស់យើងនេះគឺយើងអត់សម្រាកទេគឺយើងបន្តក្រារហូតតាមតែអាចតែយើងធ្វើបានណាអញ្ចឹងដោយអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺយើងចាប់ផ្ដើមពីមួយចំហៀងខាងស្ដាំហើយក៏បញ្ចប់ទៅដល់ខាងឆ្វេងប៉ុន្តែអត់ចប់ទេគឺមេឃចាប់ផ្ដើមងងឹតហើយអញ្ចឹងសកម្មភាពរបស់ពួកយើងគឺនឹងបន្តនៅថ្ងៃស្អែកព្រឹកបន្តទៀតហើយនេះគឺចូលមកដល់ថ្ងៃថ្មីគឺយើងចាប់ផ្ដើមធ្វើការក្រាលបន្ថែមទៀតហើយជាមួយនឹងប្រទេសផ្លូវដើរដែរដោយសារខាងអតិថិជនគាត់ចង់ឲ្យយើងដាក់ប្រទេសផ្លូវដើរខាងគៀនសម្រាប់ងាយស្រួលក្នុងការដើរទៅខាងក្រោយណានេះគឺជាសកម្មភាពដែលយើងកំពុងតែធ្វើការក្រាលដើម្បីបំពេញបន្ថែមហើយយើងក៏មកបន្តក្នុងការធ្វើសុំរុក្ខជាតិរបស់យើងដែរហើយខាងមុខនេះគឺជាទីតាំងដែលយើងត្រូវរៀបសួនបន្ថែមហើយកាត់មកកន្លែងនេះវិញគឺយើងចាប់ផ្ដើមធ្វើសុំរុក្ខជាតិរបស់យើងអញ្ចឹងកុំភ្លេចរងចាំទស្សនានៅសកម្មភាពបន្តទៀតនៅវីដេអូក្រោយអរគុណ